តោះពុកដល់ម៉ោង8ណាត់ហើយតាពីចឹងពួកណៃកុំភ្លេចយកបានសមត្ថភាពទៅផងបាទបងបានមកយើងអរគុណសុខមករយៈហ្នឹងឃើញសេនាអាសាមើលមកផ្ទះខ្ញុំមានការអីមែនអូដោយសារខ្ញុំឃើញអ្នកផ្ទះសុខុមឧស្សាហ៍ទៅមណ្ឌលសុខភាពតែដូចជាខ្វល់ខ្វាយលុយចំណាយអីសោះអូអញ្ចឹងឯងនេះមកវិញខ្ញុំមានបានសមត្ថភាពដែលជាកម្មវិធីមូលនិធិសមត្ថភាពរបស់សុខាភិបាលដែលបងថ្លៃដោយរដ្ឋាភិបាលទៅលើសេវាសុខាភិបាលផ្សេងដូចជាបង្ការពិនិត្យព្យាបាលសម្រាលកូននិងស្ដារនីតិសម្បទាករណីខ្លះជួយលើថ្លៃធ្វើដំណើរអាហារវិភាគធាតុមុនសពទៀតសេនាបើចង់ដឹងព័ត៌មានច្បាស់សេនាអាចទៅមណ្ឌលសុខភាពដើម្បីសួរព័ត៌មានលម្អិតបានណាសេនាអូខ្ញុំមានបានសមត្ថភាពនឹងដែរតាតែដៃប្រើសោះអរគុណណាស់សុខុមបាទអត់អីទេចាពុកមានបានសមត្ថភាពដូចមានសាច់ប្រាក់ក្នុងហោប៉ៅសូមថែរក្សាបានរបស់អ្នកឲ្យបានល្អនិងយកបានមកតាមខ្លួនគ្រប់ពេលអ្នកទៅរកសេវាសុខាភិបាលសេនាចាពុកយ៉ាងម៉េចឯម៉ែបើមិនយើងទៅមណ្ឌលសុខភាពហ្មងទៅម៉ែលុយគេនិយាយថាត្រូវចំណាយច្រើនណាហើយមិនស្រួលនឹងពេទ្យគេមិនយកចិត្តទុកដាក់យើងទេកូនអើយតែកូននឹងសង្ឃឹមនិយាយថាបើយើងប្រើបានសមត្ថភាពនេះខ្ញុំមិនបាច់ចំណាយទេចាំកូនទៅពឹងគាត់សុខុមមានការអីមែនម៉ែខ្ញុំក៏អត់ខ្លាំងដែរជួយជូនគាត់ទៅដល់សុខភាពផងមែនអត់បានអញ្ចឹងសេនាកុំភ្លេចយកបានសមត្ថភាពទៅផងណាចាគង់តែបានសុខុមកុំអីខ្ញុំហ៊ានជួយម៉ែទៅដល់សុខភាពទេជាសួរលោកគ្រូមិនសួរលោកគ្រូខ្ញុំមកបងផ្សាយសេវាមានបានសមត្ថភាពអត់នេះលោកគ្រូចឹងសម្រាប់ផ្នែកទូទាត់គឺយើងបានទូទាត់រួចអស់ហើយអរគុណច្រើនលោកគ្រូខ្ញុំនឹកស្មានថាបានសមត្ថភាពនេះមានអត្ថប្រយោជន៍និងងាយស្រួលប្រើដល់ម្លឹងសោះបាទបុគ្គលិកពេទ្យទាំងអស់នៅតែរក្សាការយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាសុខាភិបាលសម្រាប់មនុស្សគ្រប់រូបដូចគ្នានៅពេលដែលបងប្រើបានសមត្ថភាពមួយនឹងហើយអ្វីដែលពិសេសបងត្រូវតែរក្សាបានមួយនេះឲ្យល្អកុំឲ្យជុបបាត់ហើយបងពិតជាសំណាងមែនទែនដែលបងជាមួយស្វាមីបាននាំអ្នកមីងមកទាន់ពេលសូមប្រើបានសមត្ថភាពសុខាភិបាលដើម្បីទទួលបានសេវាសុខាភិបាលទាន់ពេលវេលាមានគុណភាពសុវត្ថិភាពនិងគ្មានការរើសអើងម៉ែតើតែម៉ែខ្ញុំអត់ជាសោះជួយជូនពួកខ្ញុំទៅមណ្ឌលសុខភាពដងទៀតបានអត់បាទបានតាតាមស្ថានភាពរបស់ម្ដាយប្អូនខ្ញុំណែនាំឲ្យបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកវិញចោះថ្លៃចំណាយអ្នកគ្រូកុំបារម្ភអីប្អូនអាចនាំមីងទៅបានដោយប្រើបានសមត្ថភាពនេះយើងរីករាយនឹងជួយប្អូនអញ្ចឹងបងហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅខ្ញុំនឹងរៀបចំឯកសារបញ្ជូនឲ្យអរគុណច្រើនអ្នកគ្រូខ្ញុំនឹកស្មានថាបាននេះអាចខ្លាចជាកំណត់ព្រោះជួយជីវិតម៉ែខ្ញុំបានសោះអញ្ចឹងបងហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅអេគិតអីហ្នឹងខ្ញុំនេះឯងអញ្ចឹងមានគិតអីផងខ្ញុំមិននឹកស្មានថាសង្គមជាមនុស្សល្អអញ្ចឹងទេណែគុំតបានគេនឹងបានសមត្ថភាពទេណាគុំអីម៉ែវាឯងមិនបានជាអញ្ចឹងទេអូលើកដៃថ្វាយព្រះមួយហើយនៅអៀនគ្នាអីទៀតម៉ែឥឡូវបានធូរហើយកូននាំគ្នាគិតគូគ្នាទៅមូលនិធិសមត្ថភាពសុខាភិបាលមាននៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈគ្រប់កម្រិតមូលនិធិសមត្ថភាពសុខាភិបាលផ្ដល់ភាពកក់ក្ដៅ